ជូនតាមសំណុំពរចាខ្ញុំនឹងចាប់ផ្ដើមសម្ដែងដោយសង្ខេបអំពីបណ្ដាំដ៏មហាអស្ចារ្យរបស់មហាសេដ្ឋីដែលជាពុករបស់មហាឧបាសិកាវិសាខានិងបណ្ដាំរបស់មហាសេដ្ឋីដល់ល្បីល្បាញឈ្មោះគាត់ល្បីល្បាញមែនតែនគឺអនាថបណ្ឌិកសេដ្ឋីដែលផ្ដាំកូនស្រីរបស់គាត់នឹងឈ្មោះនាងចូលសុផតថាមុនពេលឲ្យរៀបការមានស្វាមីត្រូវដឹងថាស្ត្រីដ៏មហិមាទាំងពីររូបនេះជាស្ត្រីល្បីល្បាញមានទ្រព្យសម្បត្តិមានពូជពងវងតកោដកពងខ្ពស់ជាមហាសេដ្ឋីជាកូនមហាសេដ្ឋីមានរូបចម្រុះស្រស់ស្អាតដូចទេពធីតាមានចិត្តមេត្តាមានចិត្តបន់ដាក់ទានធ្វើតបន់ទេមួយថ្ងៃអ្វីដែលសំខាន់គឺពួកនាងទាំងពីរនាក់នេះណាគឺជាសោតាបនៈបុគ្គលដែលខ្ញុំសូមអធិស្ឋានអនុគ្រោះដោយការប្រើពាក្យពេចន៍ពីព្រោះថាដោយសារថាលោកទាំងពីរជាអរិយបុគ្គលដូច្នេះបើសិនជាពេលខ្លះអាចភ្លេចខ្លួនហៅនាងឬក៏ហៅចំឈ្មោះអីសូមមេត្តាអធិស្ឋានផងណាប៉ុន្តែការពិតលោកគឺជាអរិយបុគ្គលទៅហើយតាំងពីអាយុក្មេងៗម៉េះដោយតាមគម្ពីរបានសម្ដែងមហាឧបាសិកាវិសាខានឹងលោកសម្រេចសោតាបនៈបុគ្គលតាំងពីអាយុ7ឆ្នាំមកម្លេះហើយរឿងរ៉ាវដ៏មហិមារបស់លោកនឹងក៏អស្ចារ្យដែរខ្ញុំអានហើយព្រឺសវល់ហ្មងអ្នកទាំងអស់គ្នាតែឥឡូវនេះតោះកុំឲ្យវែងឆ្ងាយចូលមកដល់សាច់រឿងរបស់យើងតែម្ដងមុនថ្ងៃរៀបការរបស់មហាឧបាសិកាវិសាខាឪពុកដ៏មហិមារបស់លោកបានត្រៀមពិធីរៀបចំបង្ហាកូនកំមុំគេហៅថារៀបចំពិធីការដ៏អស្ចារ្យមួយរយៈពេល4ខែណគ្រាន់តែរៀបចំកម្មវិធីហ្នឹងអស្ចារ្យណាស់គឺសហសំជាមួយនឹងកិត្តិយសកូនស្រីមហាសេដ្ឋីនៅក្នុងភូមិនៅក្នុងស្រុកគេតែម្ដងណាហើយជាពិសេសលោកពុកបានបញ្ជាជាងនឹងឲ្យធ្វើចាញ់នៅឈុតរ៉ូបដ៏វិសេសវិសាមួយដែលគ្មានពីណាផ្ទឹមទេគ្មានតម្លៃអាចចង់និយាយថាកាត់ថ្លៃអត់បានទេតម្លៃក្នុងការប្រើហ្នឹងប្រើគ្រឿងដូចជាមាសដូចជាពេជ្រដូចជាត្បូងកែវកងពិទូសូរប៉ាន់អីអញ្ចឹងណាយ៉ាងមហាសាលមានទម្ងន់ធ្ងន់ទៀតផងឬល្បីថាក្រៅតែពីឧបាសិកាមហាឧបាសិកាវិសាខាហ្នឹងគឺគ្មានពីណាអាចក្រងរ៉ូបនឹងបានទេព្រោះក្រងរ៉ូបនឹងអត់បានព្រោះធ្ងន់ពេកទម្ងន់នឹងតតែមនុស្សនឹងមានគេហៅមានបនពីមុនហើយជាគូនឹងគ្នាតែម្ដងតាមខ្ញុំរៀនមកតាមខ្ញុំអានមកគឺគូរបស់ពនាងវិសាខាជាមួយនឹងរ៉ូបនឹងគេកើតមកជាមួយគ្នាតែម្ដងអត់មានណាមកក្រងបានទេជារបស់គាត់តែម្ដងណាហើយឪពុកនឹងគឺថាបានចំណាយពេលចំណាយកម្លាំងចិត្តចំណាយលុយនឹងគឺថាអស់ប្រហែលក៏អស់ទៅធ្វើឲ្យស័ក្តិសមជាមួយនឹងកូនស្រីរបស់គាត់សម្រាប់ពាក់ក្នុងថ្ងៃរៀបការរបស់គាត់នឹងប៉ុន្តែអ្វីដែលគួរឲ្យអស្ចារ្យមិនមែននៅលើពិធីបុណ្យធំដ៏អកថឹកអើកងនឹងទេហើយក៏មិនមែនជាពិធីដង្ហែកូនកំមុំដ៏អស្ចារ្យមហាសាលឬក៏ឈុតឈុតរ៉ូបដ៏វិសេសវិសាឈុតមាសឈុតពេជ្រកែវកងឲ្យដែលបំពាក់នៅថ្ងៃរៀបការហ្នឹងទេណាអ្វីដែលអស្ចារ្យបំផុតដែលឪពុកបានឲ្យទៅកូនស្រីគឺបណ្ដាំទាំង10យ៉ាងយើងដឹងថ្ងៃថាព្រះនាងវិសាខាលោកជាគ្រួសារដែលមានសមាទិដ្ឋិប៉ុន្តែលោកត្រូវរៀបការចេញទៅរស់នៅជាមួយនឹងគ្រួសារមហាសេដ្ឋីមួយទៀតដែលប្រកបទៅដោយមច្ឆាទិដ្ឋិគេកាន់លទ្ធិខុសគ្នាគេមិនគោរពព្រះសម្មាសម្ពុទ្ធដោយគ្រួសាររបស់លោកយាយវិសាខាទេអញ្ចឹងហើយឪពុកក៏ដឹងថាការរស់នៅវាត្រូវតែលំបាកហើយដូច្នេះឪពុកក៏បានហៅកូនមកផ្ដាំមុនថ្ងៃរៀបការនឹងមួយយប់ថ្ងៃរៀបការហ្នឹងណាស្អែករៀបការយប់ហ្នឹងឪពុកបានហៅកូនមកផ្ដាំនៅប្រដាំ10យ៉ាងទៅដល់វិសាខាគឺថាបណ្ដាំនេះមិនមែនធម្មតាទេអាចផ្លាស់ប្ដូរប្រែពីកូនប្រសាស្រីដែលមិនគួរជាទីពេញចិត្តคล้ายទៅជាកូនប្រសាស្រីដ៏អស្ចារ្យហើយឪពុកក្មេកនឹងបានហៅងារថាជាម្ដាយរបស់ពុកក្មេកនឹងវិញទៀតផងគ្រាន់តែលឺអស្ចារ្យអ្នកទាំងអស់គ្នាតើឥឡូវកុំឲ្យយូរយើងចូលទៅមើលទាំងអស់គ្នាថាតើ10យ៉ាងហ្នឹងវាមិនទៅអ្វីទៅបណ្ដាំ10យ៉ាងហ្នឹងអីខ្លះតោះរឿងទី1ភ្លើងក្នុងកំណមចេញក្រៅស្ដាប់តេហ្នឹងអាចយល់មិនដល់ទេអាចឆ្ងល់អាចឥឡូវចេះកុំឲ្យឆ្ងល់ច្រើនខ្ញុំរៀបប្រាប់ពុកចង់ប្រាប់តើកូនថាអញ្ចេះការសម្ងាត់រឿងនៅក្នុងផ្ទះកុំនិយាយចេញក្រៅផ្ដេសផ្ដាស់រឿងសំខាន់ឬក៏
ការប្រព្រឹត្តមិនល្អក្តីរបស់ប្តីក្តីរបស់ឪពុកក្មេកក្តីរបស់ម្ដាយក្មេកក្តីចូលកូនណាកុំនិយាយចេញទៅក្រៅតាពីព្រោះខ្លាចថាអញ្ចេះពេលដែលអ្នកស្ដាប់ហ្នឹងគេយកទៅនិយាយបន្តទៀតបែកធ្លាយទៅរឿងមិនល្អហ្នឹងវាជារឿងមិនល្អរបស់គ្រួសារយើងវាស្មើនឹងហែកហួរឲ្យអ្នកដទៃហ្នឹងគេដឹងឮតេអត់ប្រយោជន៍ចឹងណាឥឡូវចូលដល់រឿងទី2ភ្លើងក្រៅហាមនាំចូលក្នុងអានេះវាផ្ទុយជាមួយគ្នាណាទី1មិញហ្នឹងគឺថារឿងមិនល្អរបស់អ្នកចិត្តខាងរឿងបញ្ហារបស់អ្នកក្រៅផ្ទះពាក្យចែកចោចចាក់រុកតផ្ដេសតផ្ដាស់ឬក៏ការនិយាយផ្ដើមអីដូចថាអ្នកក្រៅគេនិយាយរឿងមិនល្អឬអាក្រក់ពីគ្រួសារយើងអីនិន្ទាឈ្នានេះអីអញ្ចឹងណាសុំកូនឯងហ្នឹងកុំនាំឲ្យចូលដល់ក្នុងផ្ទះស្ដាប់បានហើយម្លងបានក៏ម្លងទៅកូនកុំនាំសម្ដីរបស់អ្នកដែលអត់មានបានប្រយោជន៍អីហ្នឹងមករំខានប៉ះពាល់ដល់ផ្លូវចិត្តផ្លូវអារម្មណ៍របស់ប្តីកូនរបស់ឪពុកក្មេកកូនរបស់ម្ដាយក្មេកកូនវានាំតែអ្នកផ្ទះកូននឹងក្តៅកាហាយអត់ប្រយោជន៍អត់សុបាយខាតខួរខាតពេលវេលារស់នៅជាមួយគ្នាដោយសារតែពាក្យនិន្ទាអត់ប្រយោជន៍ទាំងនោះទុកឲ្យវាជារឿងរបស់អ្នកចិត្តខាងនឹងតទៅទៀតទៅតោះឥឡូវចូលដល់រឿងទី3ឲ្យដល់អ្នកត្រូវឲ្យតែប៉ុណ្ណោះអានេះស្ដាប់មកផ្លែទៅដូចជាភាសាហ្នឹងដូចមនុស្សនឹងកំណាញ់ណាស់អញ្ចឹងណាតាមពិតឪពុកបរិញ្ញាកូនឲ្យចេះគ្រប់គ្រងលុយកាក់ទ្រព្យសម្បត្តិនៅក្នុងផ្ទះគ្រួសាររបស់ប្តីហ្នឹងពីព្រោះថាពុកដឹងថាកូនហ្នឹងគឺជាសោតាបណ្ណបុគ្គលរួចហើយកូនហ្នឹងគឺជាមនុស្សដែលចិត្តល្អគ្មានកំណាញ់អីទេប៉ុន្តែពេលដែលកូនទៅរស់នៅផ្ទះរបស់ប្តីកូនត្រូវរៀបចំឲ្យបានត្រឹមត្រូវចំពោះបញ្ហាលុយកាក់ពីព្រោះអីបញ្ហាលុយកាក់នេះវាជាបញ្ហាដ៏សំខាន់នៅក្នុងគ្រួសារហើយជាពិសេសទៀតមិនមែននៅគ្រួសារយើងទេកូនតែនៅគ្រួសារខាងប្តីយើងត្រូវចេះរៀបចំលុយកាក់របស់របរប្រាប់ផ្សេងអីអញ្ចឹងណាកុំចេះតែឲ្យអ្នកដទៃខ្ចីតែផ្ដេសផ្ដាស់ពេលដែលឲ្យខ្ចីកូនមើលផងឲ្យចំណាំទុកថាបើអាណាគេណាដែលខ្ចីហើយកុំនិយាយភាសាណាមិនសូវប្រុសខ្លាចគេប្រកាន់ថាអ្នកណាដែលបានមកខ្ចីហើយយកមកសងតាមសន្យាយកមកសងតាន់ពេលវេលាណាអាហ្នឹងកូនក៏ឲ្យខ្ចីទៀតទៅព្រោះអីគេធ្វើខ្លួនជាកូនបំណុលដ៏ល្អអញ្ចឹងថ្ងៃក្រោយបើគេមានទុក្ខលំបាកអីអញ្ចឹងកូនក៏ជួយគេទៅណាកូនណាឥឡូវចូលដល់រឿងទី4មិនត្រូវឲ្យដល់អ្នកមិនគួរឲ្យអានេះច្បាស់លាស់ហើយតិចខាតទៀតកូនមើលផងណាកូនអាណាគេច្រឡំអាណាទៀតអ្នកណាធ្លាប់ខ្ចីហើយអត់សងតាមការសន្យាមិនសងតាមពេលវេលាអន់ចរិតមិនស័ក្តិសមជាកូនបំណុលល្អទេកូនឯងឈប់ឲ្យខ្ចីដាច់ខាតកុំចិត្តតុនត្រូវតែចិត្តដាច់ជាមួយពួកប្រភេទមនុស្សរបៀបហ្នឹងណាមិនបាច់ខែងចិត្តអីទេកុំឲ្យខ្ចីហ្មងកូនតោះឥឡូវចូលដល់រឿងទី5ឲ្យដល់អ្នកគូឲ្យហើយអ្នកមិនគូឲ្យដែរអានេះស្ដាប់ទៅដូចខ្វែងគ្នាមិនទេនេះឲ្យផងមិនពុកតាមពិតទៅពុកចង់ប្រាប់ចេអត្តន័យនៅក្នុងហ្នឹងគឺរឿងខ្ចីលុយដដែលនឹងឯងក៏ប៉ុន្តែក្នុងករណីនេះពុកថាចេលើកលែងណាកូនណាបើសិនជាសាច់ញាតិបងប្អូនមិត្តភ័ក្តិខាងប្តីឬក៏ខាងកូនឯងអីអញ្ចឹងទៅឬក៏មិត្តសម្លាញ់អីរាប់អានគ្នាយូរមកហើយគេដល់ទុកលំបាកខ្លាំងគេវេទនាអាចប៉ះពាល់ដល់ជីវិតអីអញ្ចឹងទៅណាកូនក៏ឲ្យគេខ្ចីទៅបើឧទាហរណ៍ថាដូចជាភ្លើងឆេះផ្ទះលិចទុកកាឡាទលេមានជំងឺឈឺថ្កាត់ត្រូវតែព្យាបាលបន្ទាន់បើមិនព្យាបាលទេអាចងាប់ប៉ះពាល់ដល់ជីវិតប៉ះពាល់ដល់អនាគតគ្រួសារគេអីចឹងណាកូនក៏ឲ្យគេខ្ចីទៅកូនមិនបាច់គិតច្រើនទេលើកលែងចោលក្នុងករណីហ្នឹងទោះជាមនុស្សហ្នឹងវាអត់ធ្លាប់ធ្វើល្អមួយយើងក៏ដោយទោះជាវាធ្លាប់ខ្ចីអត់សងអីយើងក៏ដោយប៉ុន្តែកូនអើយដើម្បីរក្សាជីវិតគេហើយក៏ដើម្បីរក្សាទំនាក់ទំនងបងប្អូនសាច់ញាតិរបស់យើងដែរហើយជាពិសេសហ្នឹងគឺកុំរំលងឲ្យសោះសាច់ថ្លៃណាកូនអានេះជាបដាមឪពុកអូយល្អមែនតើចា៎តោះឥឡូវចូលដល់រឿងទី6អង្គុយជាសុខហើយរឿងនេះខ្ញុំមកស្ដាប់ដំបូងហើយខ្ញុំចង់តែសោយរនឹកមិនឃើញទេថាអង្គុយមិនទៅជាសុខហើយសុខមិនទៅវាល្មិចបានហៅថាអង្គុយជាសុខទៅវិញអង្គុយឲ្យសុខអត់មិនទេខ្ញុំគិតអត់ចាញ់ហ្មងណាខ្ញុំខំតែគិតក្រែងលោថាឲ្យយើងនឹងអង្គុយឲ្យបានស្រួលខ្លួនអីអញ្ចឹងឬក៏អង្គុយឲ្យបានសភាពប្រៀបសារសមរម្យអីដូចវាថា
hiệp hạc hiệp tia anh chăng á na tam bật mèn tê bọc trong pram côn sấy than che tơ rút nơi tia khang bờ đây côn nó thử che hiệp trong ệ dạ bót ở ban xăm hổm mà côn đa đây chong coi ấy cả nào côn trời che mơ pe về li ở ban trầm trời ưu tiên họ thà bờ đây rư cỏ bọc mệt mai không chân châu tam phơi nắng á côn côn từng coi tơ tên chẳng ngang ấy cái lái phơi đá năng côn non tập bạ tranh bạ cho tê mơ cái lạ sạ công từng coi chọi tranh cho ưu tiên họ ta phơi nâng phơi bờ đây rư mai không quạt xa đa ở chân từng coi tơ chẳng ngang non tập quạt mơ một ấy non ta dương bạ ngợp tranh ngợp cho ấy côn bà đây công coi mơ đây chỉ nằm cái lái đời bà cái lái nâng phơi đá công từng coi nó côn nè đang ngay cái hai thằng coi chia sóc từng ngom đập môi chưa từ bố mới trong ngàn đã ý cho ở hưởng cho có đâm đã tạm bật mền tê hưởng là on nè anh là hưởng tìm pơ đây chỉ sọc mà đòn anh ấy hết đập hỏi man thay ai nó đây ở sủa tá nè mà đã ở đâm cầu hay chụp chân còn chân ở đâm đây tạm bật mền tê ở bằng cọp này đỏ thun thon na côn sấy tua nhiệt tì hiệp tỏ tua khó từ nóng niềm chia mê té con mình thử kênh môn kê tê con chỉ mệt tê trơ đau mơ chặt càn trường chăng tao phơn chặt khẽ nắng bắt hai nữa tật liên chan tật ấy nắng phở phè nắng bắt hai nữa miền đâu sợ ấy tiệt tê bắt về chặt tư bà ôi thưa cái lại na thử bắt ba cùng ao trao ấy vi châu vi mơ nghe ấy chăng rư gục cho bao khôi khát tê sập bay rư có vậy tới thưa ấy nắng thử tập bắt ở chất ná chả sao là cùng ao trao mơ nghe hai mà đôi trẻ ha hộp chọc khén chân năng ấy chân côn thử đo sai ở ruột môn côn tơ kê mà hôm nay thử tục tư bữa sáng mai ở lời ní cái hai tham biên tu tự coi côn đã tu tự coi sầm thử sủa hụi hai chục ba tha phía thử ban trả sao hụi hai tự đằng ở chục ba phong tha ở bọc khmé bà đai khmé ban châu sầm rạn hụi hai ở đây luôn ai nó có ban kê hai chân chạm côn kê tam khởi vậy chân ở việc priệp đôi chia luôn bóng pe ở đây giờ ngày đê lụa môn chơi trắng á na ao có đây hai chăm con ai nâng đê nhìn chân ai bạn kê hai thá để chỉ sóc hay bà đắm nè cái tơ á bà bọc nâng á bà cọp ăn tình này đo miền ăn tình này men tên cứ thà bà cọp ăn tình này cái đây bà rom phiệp do chân tộc nạ trong buộc cua xa ca bà đo ao nữ cái đây sành đo chơi trong buộc bọc mấy đại mấy chia bà xe nâng cứ bà đây giờ nâng tầm ăn ta hãy lấy châu đó hưởng tim vậy vinh bó đi phô chia sọc nè tích tha cho lom tha bụng nấc bà đam oi cô nấc tơ hồ bà ha chang ấy chẳng á nè ha bị xe ha ấy mến chăng tê bọc chăng bà đam tha chê con pe con sấy hộp bái con cùng đua mà hộp muôn bà đấy hộp muôn ở bọc mày đại mày ở xóa á con trơ riệp tọc ha đại miên ha trầm trơ tọc ao bà đấy ở bọc mày đại mày chỉ môn thử che mở ha hộp chọc tha với miên khoác hạt anh chân hay nơ ha na bà đây châu chặt ha na bà đây châu chặt ha na bọc mày châu chặt ha na bộ quẩm châu chặt hay mơ phong tới nơ lơ tọc nứng pe hộp bài nắng côn của che đua ha na đây cho chất đua ao tới mà hộp na ở bọc khmei cho chất có đua ao tịch tư hai bữa tha cả lại na mai khmei dơ nâng cho chất nắng ở đua quặp côn quặn tịch tư côn bị phụ ấy ca thưa bạch đi ha cứ thà côn đó phiếp của rụp phiếp sờ lành do chất tục đạ rẽ xa ha hộp chọc nó cứ lo nè bị pro ấy ọt miên ha hộp chọc nó ọt miên chỉ vật tê chẳng á smart nâng cô nâng sờ lành chỉ vật ao đầm lay chỉ vật rồi bỏ đây côn ao đầm lay chỉ vật rồi bỏ bọc khmei đại khmei côn đôi chân ha côn tục ao bộ quạt hộp môn từ hai nửa pe để mơ từ xong hụm tháo bộ quạt là mồm cho ai tháo chạm côn hộp tam khỏi có viên mình clean ai na pe đai côn nó dương hộp tam coi bộ quạt chặt tục chỉ cả cờ rộp bộ quạt chi cha túm rồi bỏ bộ dương anh lời châu đó hưởng tim buồn anh ấy ha đạp mạo cứ tha chứ có ba vợ một chẳng mòn nhom mấy nhom đạp ta thở bồn mấy nhom ở dừa lê nhom an mà chom bọc đam than che tìm bốn nắng á bọc đam tha châu bồ chia phượng khơi nhé đạp mạo ở dừa lê men này hả mấy ban thời tự bồ chia phượng tam bật ra kho ní ha ạt từ này đòi chia chơi bọc bàn bằng cọp túc nó không kho ní ai công chờ lắm tha còn ai tự bồ chia phượng thì lô tự bồ chia phượng đôi ạt tê tại cái group phượng ấy nè nấy ở tê thử đăng tha khổ xa mà ha ba sẽ ca vì xa khác
គឺគោរពព្រះសម្មាសម្ពុទ្ធដូច្នេះគ្មានការបូជាភ្លើងអីទេកុំតែច្រឡំរបៀបហ្នឹងតាមពិតទៅពុកបង្កប់អត្តន័យថាអញ្ចេះភ្លើងនៅទីនេះពុកសំដៅដល់ស្វាមីកូននឹងតែម្ដងសំដៅដល់ឪពុកម្ដាយក្មេកកូននឹងតែម្ដងត្រូវគោរពពួកគាត់ចាត់ទុករបៀបថាដូចជាភ្លើងអញ្ចឹងឧទាហរណ៍ថាបើសិនជាកូនមានភ្លើងនៅដៃកូនចេះប្រើប្រាស់ភ្លើងនឹងប្រើឲ្យផ្ដល់ភាពកក់ក្ដៅឲ្យកូនឬក៏កូនអាចយកភ្លើងទៅប្រើប្រាស់ជាប្រយោជន៍ដល់មហិមាដល់មហាសាបានក៏ប៉ុន្តែបើភ្លើងនៅក្នុងដៃកូនមិនចេះប្រើប្រាស់ទេអានឹងអាចឆេះទេណាកូនហើយកូនណាត្រូវគោរពឪពុកម្ដាយក្មេកហើយជាពិសេសហ្នឹងគឺគោរពស្វាមីកូនប្រៀបដូចជាភ្លើងអញ្ចឹងណាកូនត្រូវថែឲ្យបានល្អបើថែបានល្អកូនបានផលប្រយោជន៍ពីភ្លើងដល់មហាមីរបស់មហិមាអីអញ្ចឹងមហាសាដូចខ្ញុំរៀបរាប់មិញអញ្ចឹងតែបើកូនឯងថែមិនបានល្អមិនប្រុងប្រយ័ត្នទេភ្លើងអាចឆេះផ្ទះអាចឆេះខ្លួនកូនស្លាប់បានណាកូនភ្លើងសំខាន់ណាស់ណាដូច្នេះទៅឲ្យថែរក្សាភ្លើងឥឡូវចូលដល់ចំណុចទី10នេះហ្នឹងក៏រៀងប្លែកបន្តិចដែររឿងទី10ចូលបូជាទេវតាទៀតហើយស្ដាប់ហើយនឹងកុំច្រឡំណាតិចច្រឡំថាឪពុកនឹងផ្ដាំកូនថាឲ្យទៅបូជាទេវតាអីណាប្រភពប្រភពអីណាអីមែនទេអត់មែនទៅគោរពទេវតាអីណាមកពីណាអីទេគឺសំដៅដល់ស្វាមីនិងឪពុកក្មេកម្ដាយក្មេកកូននឹងឯងគឺពុកប្រាប់ថាអញ្ចេះកុំទៅគោរពបូជាទេវតាខាងក្រៅអីណាអីណីត្រូវសម្លឹងឪពុកក្មេកម្ដាយក្មេកនិងប្តីរបស់កូនគោរពឲ្យដូចជាទេវតាប្រចាំផ្ទះកូនអញ្ចឹងយល់ទេកូនត្រូវក្រាបថ្វាយបូជាថែរក្សាទាំងផ្លូវកាយទាំងផ្លូវចិត្តឲ្យពួកគាត់រស់ជាសុខប្រៀបដូចជាកូននឹងបូជាទេវតាអញ្ចឹងណាកូនចាត់ទុកពួកគាត់នឹងគឺជាទេវតាទៅកូនខ្លាចអីនឹងសំពះក្រាបដល់បាតជើងឪពុកម្ដាយក្មេកជាពិសេសគឺក្រាបបាតជើងស្វាមីកូននឹងតែម្ដងកូនហើយកូនទៅគោរពទេវតាឯណាបានបនស្មើនឹងគោរពឪពុកក្មេកម្ដាយក្មេកនឹងប្តីរបស់កូនផ្ទាល់ហ្នឹងប្រាប់ឲ្យហើយណាការរៀបរាប់នេះមិនបានវែងឆ្ងាយអីទេដោយសារថារឿងវាវែងក៏ប៉ុន្តែយកមកសង្ខេបជូនតែប៉ុណ្ណឹងរឿងបណ្ដាំរបស់មហាឧបាសិកាឪពុករបស់មហាឧបាសិកាគឺមាន10យ៉ាងនឹងឯងហើយមហាឧបាសិកាលោកបានយកទៅប្រើប្រាស់ជាប្រចាំយ៉ាងពិតប្រាកដនៅក្នុងគ្រួសារខាងប្តីនោះហើយដំបូងឪពុកក្មេកររឿងវិសាខាខ្លាំងណាថាអត់គោរពលទ្ធិព្រាហ្មណ៍ដែលគាត់គោរពនោះគ្រួសារប្តីគេគោរពលទ្ធិព្រាហ្មណ៍ហើយស្អប់ខឹងវិសាខាខ្លាំងណាស់ចង់ដេញតែវិសាខានឹងឲ្យចេញពីផ្ទះទេរហូតដល់មានពាក្យប្តឹងពាក្យផ្ដាល់អីណាថាមើងងាយកូនកូនភាសាមើងងាយឪក្មេកអីណាណោះក៏ប៉ុន្តែក៏ដោយសារថាពនាងវិសាខាលោកធ្វើបានល្អលោកយកបណ្ដាំទាំង10មកគេហៅថាប្រព្រឹត្តប្រចាំថ្ងៃរបស់លោកនៅក្នុងគ្រួសារប្តីដល់ពេលអញ្ចឹងរកកំហុសដេញចាញ់អត់បានហើយរហូតដល់ពុកក្មេកនឹងព្រមចោះចាញ់បញ្ញារបស់កូនភាសារហូតដល់ថ្នាក់ប្រកាសប្រាប់ជាសាធារណៈតែម្ដងណាទាំងអស់គ្នាថាកូនភាសាហ្នឹងគឺជាម៉ែរបស់គាត់ចាត់ទុកកូនភាសាហ្នឹងដូចជាម៉ែអញ្ចឹងតាំងពីគាត់កើតថ្មីនៅក្នុងធម៌មកក៏ស្ដាប់ធម៌យល់ដោយសារបញ្ញារបស់ពនាងវិសាខាបានរតនានិមន្តព្រះសម្មាសម្ពុទ្ធមកដល់ផ្ទះអីអញ្ចឹងណាហើយដល់ពេលហើយអូរឿងវៃឆាប៉ុន្តែចង់ប្រាប់អញ្ចឹងថាចុងក្រោយទៅបានងារកូនភាសាហ្នឹងបានងារคล้ายទៅជាម្ដាយរបស់ឪពុកក្មេកទៅវិញហើយរឿងមួយទៀតហ្នឹងក៏មិនខុសគ្នាដែររឿងរបស់ពនាងចូលលៈសុផតថាដែលជាកូនរបស់អាណាថបណ្ឌិកសេដ្ឋីក៏មានរឿងរាវស្រៀងនឹងពនាងវិសាខាដែរហ្នឹងគឺនាងត្រូវបានរៀបការចេញទៅនៅគ្រួសារខាងប្តីហើយគ្រួសារខាងប្តីគេហ្នឹងក៏ដូចគ្រួសារមុនដែរគឺគោរពគេហៅថាលទ្ធិផ្សេងគ្នាពីគ្រួសាររបស់មហាសេដ្ឋីហើយប៉ុន្តែដោយសារថាមហាសេដ្ឋីហ្នឹងលោកធ្លាប់ជាប់ពាក្យសន្យាមួយគ្នាតាំងពីក្មេងថាបើពេលពួកជាសម្លាញ់នឹងគ្នាមហាសេដ្ឋីទាំងពីរហ្នឹងជាសម្លាញ់នឹងគ្នាហើយដល់ពេលសន្យាថាដល់ពេលមានកូនទៅបើឯងមានកូនស្រីខ្ញុំមានកូនប្រុសចឹងក៏ភ្ជាប់សាច់ជាប់ឈាមគ្នាឲ្យការមួយគ្នាចឹងណាដើម្បីឲ្យវងតកូលទាំងពីរហ្នឹងបាននៅជាការរាប់អានចឹងរហូតតទៅហើយតាមពិតទៅអាណាថាបណ្ឌិកសេដ្ឋីនោះលោកអត់ចង់ឲ្យកូនការជាមួយទេព្រោះដោយសារដឹងថាគ្រួសារនោះគេគោរពលទ្ធិផ្សេងតែមិនដឹងធ្វើម៉េចទេដោយសារថាជាប់ពាក្យសន្យាអញ្ចឹងក៏តាមនឹងទៅព្រមឲ្យកូនស្រីរបស់ខ្លួនហ្នឹងទៅរៀបការចូលផ្ទះរបស់ខាងប្រុសក៏ប៉ុន្តែក៏បានផ្ដាំយកបណ្ដាំរបស់ឪពុកពនាងវិសាខាទាំង10យ៉ាងហ្នឹងយកមកផ្ដាំកូនដូចគ្នាជាមួយនឹងបណ្ដាំទាំង10លើហ្នឹងណា
ហើយជីវិតរបស់ពួកបណ្ដៀងទាំងពីរហ្នឹងក៏ស្រៀងគ្នាដែរនៅពេលដែលទៅរស់នៅជាមួយគ្រួសារប្តីអីចឹងណារឿងហៅវាស្រៀងគ្នានឹងឯងប្តីគេគេឪពុកក្មេងគេមិនសូវពេញចិត្តអីចឹងឯងដូចតែគ្នាហ្នឹងនិយាយរឿងគេរួចរាល់ហើយឥឡូវសុំសួរមិត្តនារីយើងវិញតើរៀបចំខ្លួនបានល្អហើយនៅបើគោរពតាមបណ្ដាំទាំង10យ៉ាងហ្នឹងបានប៉ុណ្ណាខទៅហើយសម្រាប់ខ្ញុំអ្នកអត្ថាធិប្បាយដែរវិញឃើញថាតាមការសង្កេតរបស់ខ្ញុំឯណាមិនបានមកពីគ្រូសាស្ត្រប្តីអានេះបានមកពីខ្លួនឯងសង្កេតមើលខ្លួនឯងទៅឃើញថាល្អសមរម្យដែរមិនអន់ពេកទេក្នុងការប្រើប្រាស់ឆាកជីវិតរស់នៅជាមួយនឹងគ្រួសារខាងប្តីខ្ញុំក៏មិនខុសអីជាមួយនឹងអ្នកទាំងអស់គ្នាអញ្ចឹងដែរអញ្ចឹងចង់សួរថាចុះអ្នកវិញចំណាយខ្ញុំអូខេខ្ញុំឲ្យបន្ទុកខ្លួនឯងជាប់បន្ទុកជាចុងក្រោយសូមជូនបុណ្យដល់សពសត្វទាំងអស់សូមឲ្យអ្នកទាំងឡាយបានជាបច្ច័យរួចផុតចាកទុក្ខបានសម្រេចថ្នាក់និព្វានតែម្យ៉ាងណា